រដ្ឋបាលរាជធានីបដិសេធការទាមទារតម្លៃថ្លៃហួសហេតុពីគ្រួសារចំនួន3ក្នុងគម្រោងសាងសង់ស្ពានទន្លេបាសាក់ដើម្បីធានាការអភិវឌ្ឍដោយផែនការរដ្ឋបាលរាជធានីភ្នំពេញឆ្លើយតបទៅកាន់ម្ចាស់បណ្ដាញសង្គម Facebook និង TikTok ឈ្មោះឆាយវ៉ាន់សៀងដែលបានបង្ហោះរូបភាពលើកឡើងកាលពីថ្ងៃទី12ខែមិថុនាឆ្នាំ2025ថាគេចង់មករុះរើផ្ទះរបស់ខ្ញុំហើយដោយមិនបានសំណងសមរម្យខាងស្ពានចាក់អង្រែក្រោមព្រែកប្រាសូមសម្ដេចពុកសម្ដេចម៉ែសម្ដេចនាយករដ្ឋមន្ត្រីនិងលោកជំទាវជួយរកយុត្តិធម៌ជូនពួកខ្ញុំផងគម្រោងនេះរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់រួចរាល់បាន 98% ហើយគឺនៅសល់តែចំនួន3គ្រួសារតែប៉ុណ្ណោះរដ្ឋបាលរាជធានីភ្នំពេញលើកឡើងថាសំណងផលប៉ះពាល់សរុបជាង $3.32 លានប៉ុន្តែពួកគេមិនព្រមទទួលយកដោយទាមទារតម្លៃហួសហេតុដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបានរដ្ឋបាលរាជធានីភ្នំពេញចាំបាច់ដកហូតទីតាំងខាងលើនេះឲ្យក្រុមការងារបច្ចេកទេសបន្តអនុវត្តសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឲ្យទាន់ផែនការកំណត់ដើម្បីប្រយោជន៍សាធារណៈដោយមិនអាចបណ្ដេតបណ្ដោយឲ្យបងប្អូនប្រជាពលរដ្ឋចំនួន3គ្រួសារធ្វើឲ្យរាំងស្ទះដល់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះឡើយសូមជម្រាបថាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អន្រែក្រោមព្រែកប្រាស្ថិតនៅភូមិអូអណ្ដូងសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចសង្គមរវាងតំបន់ខាងកើតនិងខាងលិចរាជធានីភ្នំពេញជាពិសេសនឹងបញ្ជៀសការកកស្ទះចរាចរណ៍ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុចស្ពានព្រះមុនីវង្សដែរ